ព្រះត្រៃលោកនាថណាយជាអំម្ចាស់ទ្រង់ត្រាស់សម្ដែងចែងវចនៈថាសត្វក្នុងលោកគ្មានថាវរៈមានតែលង្កណៈបីប្រាកដមួយគឺលង្កណៈអនិច្ចំពីរគឺទុក្ខំជាកំណត់បីគឺអនត្តាប្រាកដសន្មតណាយឈ្មោះថាត្រៃលក្ខណៈបីនេះព្រះសាស្តាហៅថាសាមញ្ញលក្ខណៈជាធម៌ធម្មតាមិនថាវរៈមនុស្សសត្វណាយទេវៈជាពុំបានទីនេះសូមថ្លែងតាមសេចក្តីដែលព្រះចិនស្រីប្រតិព្រះធម៌ត្រៃលក្ខណៈញាណជាធម្មយានដូចតទៅអនិច្ចំគឺថាក្តីមិនទៀងកើតហើយតែងលៀងមិនគង់នៅក្រុមគ្រាត្រេមទ្រាំត្រុតទ្រាំទៅដល់នៅសេចក្តី
ស្លាប់គ្រប់គ្នាស្លាប់ហើយកើតទៀតណាតគ្នាវិលនៅក្នុងភពគ្រប់រូបាស្លាប់កើតស្លាប់ជាធម្មតាពុំមានណាយនរណាអើយកិច្ចរួចបានទុកខាងគឺថាក្តីពុំសុខជាទុកលំបាកឥតស្រាកស្រាទុកកាយទុកចិត្តច្រើនសន្តានសពសត្វណាយតែងបានណាអើយរងគ្រប់គ្នាទុកកាយដោយឈឺពីបាអត់នឿយហត់ធ្វើការផងនានីទុកចិត្តកើតដោយក្តីវេទនាអារម្មណ៍ពីធាអើយទាំងក្នុងក្រៅអនន្តាគឺថាមិនមែនខ្លួនមិនមានមមួនមិនថិតនៅក្នុងក្តីបញ្ជាសង្សូនទៅបង្គាប់មកឲ្យនៅមិននៅឡើយមិនចាំងឲ្យចាស់ចាស់តែចាស់មិនចង់ឲ្យប្រាស់ព្រាត់ហើយ
មិនចង់ឲ្យឈឺពុំស្បើយគ្មានស្ដាប់អើយសោះឡើយអើយទេណាអ្នកអនិច្ចំទុក្ខំអើយអนัตតាទាំងបីនេះណាព្រះទ្រង់ភ័ក្រត្រាស់ហៅថាសាមញ្ញលក្ខព្រោះជាងជាធម៌សត្វធម្មតាតែងជួប្រទះគ្មានសល់មួយអត់ជួយគ្នាបានសោះឡើយណាលុះតែសម្រេចអង្គរហត្តាចូលមហានិព្វានអើយតើផុតបានអ្នកមានស្មារតីនឹងប្រាជ្ញាគួរពិចារណាលក្ខណៈញីតាមព្រះពុទ្ធអង្គទ្រង់ទូមានដូច្នេះនឹងបានផលច្រើនហង